ធัวផ្ទុយនឹងអធัวមែនដើម្បីបង្ខំឲ្យព្រះសង្ឃព្រមលាចាកសិក្ខាបទកម្មាភិបាលខ្មែរក្រហមបានបង្កំហិតឲ្យព្រះសង្ឃលើកប្រឡាយដោយត្រូវការហួសកម្លាំងពលគឺប្រហែល12ម៉ោងក្នុងមួយថ្ងៃគឺចាប់ពីព្រលឹមរហូតទល់ព្រលប់និងស្ទើរតែគ្មានពេលសម្រាប់ឡើយលើពីនេះព្រះសង្ឃត្រូវបានបង្ខំមិនឲ្យគោរពនិងប្រតិបត្តិតាមវិន័យព្រះពុទ្ធសាសនាដែលតែងតែមានឥទ្ធិពលការរស់នៅជាជននៅសង្គមកម្ពុជាដែលមើលពីទុកលំបាករបស់ព្រះសង្ឃលោកការសខុននេះជាសមាជជនលោកមានតំណែងជួយព្រះសង្ឃការគាត់លួចចូលជួយជីកប្រឡាយលោកគឺជាជំនន់មហាខុននឹងការយាមពីចម្ងាយពីសំណាក់កម្មាភិបាលខ្មែរខមមើលចំហាន់ទាសកមើលឲ្យច្បាស់សិននាពេលសម្រាប់ថ្ងៃត្រង់ព្រះសង្ឃត្រូវបានអនុញ្ញាតឲ្យរៀបចំចង្ហាន់អង្អែលដើម្បីការពុកគោជាត្រីងៀតត្រីឆ្អើរឡាយជាដើមលើកពីនេះព្រះសង្ឃត្រូវឆាន់លើទួលព្រៃរនាមដូចជាស្កបព្រោះមានប្រវត្តិសាស្ត្រប្រាទេបានអនុញ្ញាតឲ្យបានប្រកេតជាខេត្តព្រះសង្ឃទីទួលព្រៃរនាមដូចបច្ចុប្បន្នជាទីតាំងវត្តឈ្មោះវត្តទូអំពិល